ការប្រកួតទី2មេងហាវទល់នឹងហានសុងមេងហាវទីបំផុតដល់វេនពួកយើងហើយឯងហ៊ានមិនគោរពលោកម្ចាស់សៀងគួនឯងត្រូវតែសងថ្លៃតើខ្ញុំហ៊ានយ៉ាងដូចម្ដេចលោកម្ចាស់សៀងគួនគឺជាមនុស្សដែលមានអំណាចបំផុតនៅក្នុងបាក់ពឹងផែករបស់យើងក្រៅពីប្រមុខបាក់និងព្រឹទ្ធាចារ្យធំកាលពីឆ្នាំមុននៅពេលដែលខ្ញុំចូលបាក់ដំបងខ្ញុំមិនយល់អ្វីសោះខ្ញុំគិតថាបាក់អមតៈទាំងអស់សុទ្ធតែបែបនេះបន្ទាប់ពីស្នាក់នៅយូរជាងនេះនឹងបានឮរឿងរ៉ាវពីការសន្ទនាក្រៅផ្លូវការរបស់មិត្តរួមចំណនទីបំផុតខ្ញុំបានយល់ថាបាក់ផ្សេងទៀតមិនដូចបាក់របស់យើងទេបាក់ពឹងផ្អែកបានធ្លាក់ចុះហើយគ្មានលុយគ្មានធនធានខ្ញុំបានឮថាថ្នាំគ្រាប់បង្រួមវិញ្ញាណនិងថ្នាំគ្រាប់ផ្សេងទៀតដែលត្រូវបានចាត់ទុកថាជាទំនិញធម្មតានៅក្នុងបាក់ផ្សេងទៀតដែលសិស្សអាចប្រើប្រាស់ក្នុងបរិមាណច្រើននោះគឺមានតម្លៃណាស់នៅក្នុងបាក់ពឹងផ្អែករបស់យើងរហូតដល់បង្កឲ្យមានការបង្ហូរឈាមពួកព្រឹទ្ធាចារ្យមិនអាចធ្វើអ្វីបានចំពោះរឿងនេះដូច្នេះពួកគេគ្រាន់តែបណ្ដោយឲ្យវាមានភាពវឹកវរគ្រប់គ្នាអាស្រ័យលើសំណាងរបស់ពួកគេផ្ទាល់មិនថាឯនៅកម្រិតទី1ឬទីផ្លែននៃការបង្រួមធាតុទេបណ្ដោយឲ្យវាវឹកវរទៅឲ្យពួកគេស្លាប់ទៅដូច្នេះគ្មានយុត្តិធម៌ទេនៅក្នុងបាក់ពឹងផែករបស់យើងជីវិតនិងសេចក្តីស្លាប់គឺជាវាសនាក៏គ្មានការបង្រៀនដែរគ្មាននរណាម្នាក់ប្រាប់ឯងពីរបៀបបណ្ដុះបណ្ដាលទេមានតែសិភៅណែនាំការបង្រួមធាតុមួយក្បាលប៉ុណ្ណោះថាតើឯងខ្លាយជាដង្កោឬជាញាអាស្រ័យលើសំណាងរបស់ឯងផ្ទាល់ជោគជ័យមានន័យថាមានជីវិតបរាជ័យមានន័យថាស្លាប់វាសនារឹងមានន័យថារស់រានមានជីវិតវាសនាទន់មានន័យថាវិនាសមានតែអ្នកដែលអាចសម្លាប់ត្រួសត្រាយភ្លើងដើម្បីខ្លាយជាសិស្សបាក់ខ្លងប៉ុណ្ណោះទើបត្រូវបានចាត់ទុកថាជាសមាជិកពិតប្រាកដនៃបាក់ពឹងផ្លែកសំលេងខ្សឹបសៀវវាដោយសារតែគ្នានរណាម្នាក់នៅខាងលើគ្រប់គ្រងទើបលោកម្ចាស់សៀងគួនខ្លាយជាមនុស្សកាន់អំណាចពិតប្រាកដនៅក្នុងបាក់ពឹងផ្លែករាប់យើងប៉ុន្តែប្រសិនបើវាជាបាក់ផ្សេងទៀតមនុស្សម្នាក់នៅកម្រិតទី9នៃការបង្រួមធាតុនឹងមិនត្រូវបានគេហៅថាលោកម្ចាស់ឡើយឯងកំពុងរកកន្លែងស្លាប់ហើយទៅតុងកំពុងវាលជុំវិញខ្លួនខ្ញុំទុកឲ្យឈាមសាក់លបងវាសិនវិជាពណ៌ភ្លើងគ្រាន់តែជាការផ្លុំខ្យល់ទុកឲ្យឈាមបង្ហាញឯងនៅវិជាពិតប្រាកដវិជាធាតុទាំង5តុងពណ៌ទាំង5នោះពិតជាវិជាកម្ពុជារបស់លោកម្ចាស់សៀងគួនមែនវិជាធាតុទាំង5គេនិយាយថាវាជាវិជាដែលខ្លាំងបំផុតនៅក្រោមការកសាងគ្រឹះនៅក្រោមបាក់សេសច្បងប្រហានពិតជាអាចបង្ហាញពណ៌ពីរបានតើហានសុងនៅកម្រិតទី6អាចប្រើវិជានេះបានយ៉ាងដូចម្ដេចតើឯងមិនបានឃើញតុងទាំងនោះទេឬវត្ថុនោះត្រូវតែជាវត្ថុវិសេសដែលត្រូវបានបន្សុទ្ធដោយលោកម្ចាស់សៀងគួនប្រាប់ខ្ញុំគ្រប់យ៉ាងអំពីការដេញតាមមិញហាវឡើងភ្នំខ្មៅនៅថ្ងៃនោះគ្រប់យ៉ាងទាំងអស់បាទយើងបានដេញតាមមិញហាវនៅក្នុងភ្នំខ្មៅរាល់ពេលដែលយើងហៀបនឹងចាប់គេបានគេនឹងលោតចូលទៅក្នុងហ្វូងសត្វបិសាចបន្ទាប់មកសត្វបិសាចនឹងមិនវាយប្រហារគេទេប៉ុន្តែនឹងវាយប្រហារយើងជំនួសវិញហាក់ដូចជាគេបានប្រើវិជាបិសាចមួយចំនួនអញ្ចឹងវិជាបិសាចអាឡងងនោះមិនមែនជាវិជាបិសាចទេនោះគឺជាវត្ថុវិសេសកំពូលសែងពីខ្ញុំអាចសាក់លបងក្បាច់នោះបំបែកដល់វេនខ្ញុំហើយមែនទេខ្ញុំចូលចិត្តប្រើដាវហោះឯងបានលឺអំពីរឿងនោះហើយមែនទេវិនិច្ឆ័យហើយឧបករណ៍វិសេសការពាររបស់ហានសុងត្រូវបានបែកដាវហោះទាំងនោះខ្លាំងដល់ថ្នាក់ហ្នឹងមិនមែនថាពួកវាខ្លាំងទេគឺមានច្រើនពេកដែលហ៊ានបំទុះដាវហោះចោលដូចជាពួកវាអត់គិតថ្លៃសិស្សច្បងប្រុសហានដោយដែលខ្ញុំបាននិយាយពីមុនជោគជ័យមានន័យថាមានជីវិតបរាជ័យមានន័យថាស្លាប់វាសនារឹងមានន័យថារស់រានមានជីវិតវាសនាទន់មានន័យថាវិនាសមើលទៅវាសនារបស់ឯងមិនរឹងមាំគ្រប់គ្រាន់សំទោសអ្វីមិញហៅបានយកឈ្នះហានសុងមិនត្រឹមតែយកឈ្នះទេគេបានសម្លាប់គាត់ទៀតផងគេបានសម្លាប់ហានសុងមិញហៅឥឡូវនេះគឺជាអ្នកខ្លាំងទី2នៅក្រោមការបង្រួមធាតុជាន់ទី6គេដំណើររបស់ខ្ញុំមិនត្រូវបានលួចដោយហានសុងទេអញ្ចឹងមិញហៅតើអីមិនអីទេខ្ញុំមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចខ្ញុំនឹងប្រសើរឡើងបន្តពីសម្រាប់មួយសន្ទុះមិនអីទេបើខ្ញុំលេបថ្នាំគ្រាប់នៅទីសាធារណៈឥឡូវនេះយ៉ាងណាមិញការប្រយុទ្ធនៅភ្នំខ្មៅធ្វើឲ្យខ្ញុំនៅហេតុផលគ្រប់គ្រាន់ដើម្បីទទួលបានគ្រាប់ពិសាជាច្រើនលើពីនេះជាមួយនឹងអត្តសញ្ញាណរបស់ខ្ញុំជាម្ចាស់ហាងលក់ទំនិញទូទៅការមានថ្នាំគ្រាប់ច្រើនគឺសមហេតុផលមិញហៅម្នាក់នេះបានយកឈ្នះហានសុងក្មេងនេះត្រូវតែមានសំណាងពិសេសខ្លាំងណាស់មិនអន់ទេជាទេពកោសល្យបណ្ដុះបណ្ដាលពីធម្មជាតិប៉ុន្តែគូប្រកួតបន្តរបស់គេគឺវាងតេងហ្វីទេពកោសល្យរបស់វាងតេងហ្វីគឺកម្រមានណាស់សូម្បីតែក្នុងរយៈពេល100ឆ្នាំសូម្បីតែនៅពេលដែលប៉ះស្ថិតនៅចំណុចកំពូលក៏ដោយក៏ទេពកោសល្យបែបនេះមិនសូវមានដែរមេងហាវមិនមែនជាគូរបស់គេទេពីរនាក់នេះក៏មានគំនុំនឹងគ្នាដែរនៅក្នុងការប្រកួតសិតប៉ាក់ក្នុងជីវិតនិងសេចក្តីស្លាប់មិនសំខាន់ទេប្រសិនបើមេងហាវស្លាប់នៅទីនេះវាពិតជាគួរឲ្យអាណិតណាស់តើខ្ញុំគួរណែនាំគេឲ្យចុះចាញ់ទេការបង្ហាញភាពលំអៀងចំពោះសិទ្ធិប្អូននៅចំពោះមុខមនុស្សជាច្រើននឹងមើលទៅមិនល្អទេគេទើបតែសម្លាប់ហានសុងដែរនេះពិតជាពិបាកណាស់តើរឿងនេះអាចកើតឡើងបានយ៉ាងដូចម្ដេច
ហានសុងបានស្លាប់ហើយខ្ញុំថែមទាំងបានឲ្យតុងពណ៌ទាំង5ទៅគេទៀតផងតើគេអាចចាញ់មេងហាវបានយ៉ាងដូចម្ដេចហេតុអ្វីបានជាគេមានដាវហក់ច្រើនម្ល៉េះទោះបីជាពួកពួកសុទ្ធតែជាកម្រិតទាបក៏ដោយការបំទាស់ពួកពួកចៅដូចនេះមិនមែនជារឿងធម្មតាទេតើមេងហាវម្ដងនេះមានអាថាកំបាំងអ្វីក្មេងនេះខ្ញុំពិតជាបានមើលរំលងគេពីមុនមកទោះបីជាអាកប្បកិរិយារបស់គេធម្មតាក៏ដោយគេច្បាស់ជាមានសំណាងដ៏អស្ចារ្យប្រសិនបើមិនមែនដោយសារវងតឹងហ្វីលើកនេះទេក្មេងនេះប្រកាសជាបានចូលប៉ះក្នុងហាយថ្វាពេលវេលាឲ្យគេនឹងក្លាយជាកម្លាំងប្រយុទ្ធដ៏អស្ចារ្យសម្រាប់ប៉ះពឹងហ្វែរបស់យើងនាពេលអនាគតជាអកុសលលើកនេះមានតែត្បូងកាត់ផ្ដាច់វិញ្ញាណចំនួន3ប៉ុណ្ណោះដែលត្រូវបានផលិតកន្លែងរបស់វងតឹងហ្វីត្រូវបានសម្រេចតាំងពីយូរមកហើយបើមិនដូច្នេះទេមិនចាប់ដើមភ្លាមទេព្រឹទ្ធាចារ្យអ៊ូយ៉ាងពិតជាពេញចិត្តក្មេងនេះណាស់ការអន្តរាគមការនោះក៏ដូចគ្នាពួកគេប្រហែលជាមានទំនាក់ទំនងផ្ទាល់ខ្លួនខ្លះហានសុងទើបតែស្លាប់បែបហ្នឹងមើលទៅអ្នកដែលដណ្ដើមយកវត្ថុវិសេសរបស់ខ្ញុំនិងលួចគេដណ្ដើមរបស់ខ្ញុំមិនមែនជាហានសុងទេបើមិនដូច្នេះទេគេនឹងមិនខ្សោយបែបនេះមេងហាវម្នាក់នេះក៏នៅក្នុងភ្នំខ្មែរដែរនៅថ្ងៃនោះមិនអាចទៅរួចទេគេគ្រាន់តែជាសម្រាមប៉ុណ្ណោះវាត្រូវតែជាចំណុចពន្លឺស្រអាបនៅលើ diagram ទម្រង់នោះគេគឺជាជនល្មើសពិតប្រាកដនៅពីក្រោយអ្វីទោះបីជាវត្ថុវិសេសនឹងគេដណ្ដើមត្រូវបានគេយកទៅក៏ដោយក៏កន្លែងសើបាក់ក្នុងនៃប៉ាក់ពឹងផាកនេះនៅតែជារបស់ខ្ញុំនោះគឺជារឿងសំខាន់ទី2ដែលខ្ញុំបានគ្រោងទុកអស់រយៈពេលច្រើនឆ្នាំសូម្បីតែគ្មានវត្ថុវិសេសនឹងគេដណ្ដើមក៏ដោយក៏ខ្ញុំនៅតែត្រូវមកប៉ាក់ពឹងផាកដ៏គួរឲ្យស្អប់ខើមនេះអ្វីគ្រប់យ៉ាងគឺសម្រាប់សំណាងទី2របស់ខ្ញុំដែលជារបស់ខ្ញុំតើការបរាជ័យមួយមានន័យអ្វីខ្ញុំគឺវងតឹងហ្វីខ្ញុំគឺជាតំណាងដ៏ល្អឥតខ្លាះនៃទេពកោសលខ្ញុំគឺជាកូនសំណប់របស់មេឃនិងដីខ្ញុំមិនដែលយកបាក់ពឹងហ្វែកដ៏តូចនេះជាការសំខាន់ទេបាក់តូចបែបនេះគឺដូចជាធូលីនៅលើតុនៅចំពោះមុខត្រកូលវាងរបស់ខ្ញុំបានលះបង់ច្រើនណាស់សំណាងទី2របស់ខ្ញុំត្រូវតែមិនមានកំហុសបើមិនមែនដោយសារការទទួលរបស់ខ្ញុំផ្ទាល់ទេជាមួយនឹងឋានៈរបស់ខ្ញុំនឹងមិនមកកាន់រដ្ឋចៅដ៏ដាច់ស្រយាលនេះទេខ្ញុំគួរតែនៅក្នុងត្រកូលដ៏មានអំណាចនៃដែនដីភាគខាងត្បូងដោយបញ្ជាខ្យល់និងពពកការប្រកួតចុងក្រោយមេនហាវទួនឹងវាងតឹងហើយអ្នកឈ្នះនឹងក្លាយជាសិស្សបាក់ក្រុងចាប់ផ្ដើមសំទោសដែលឲ្យរងចាំយូរគេពិតជាហ៊ានឡើងមកលើវេទិកាមែនទោះបីជាមេងហាវម្នាក់នេះបានសម្លាប់ហានស៊ុងក៏ដោយការប្រកួតប្រជែងជាមួយសិស្សបាក់ប្រុសវាងនៅតែជាការវិតម្លៃខ្លួនឯងខ្ពស់ពេកនៅលើភ្លឺរបស់អ្នកខ្លាំងតែងតែមានថ្មសម្រាប់ជន់គេគ្រាន់តែជាថ្មមួយដុំក្នុងចំណោមថ្មដែលត្រូវគេជន់ក្នុងអំឡុងពេលនៃការងើបឡើងរបស់សិស្សបាក់ប្រុសវាងខ្ញុំនៅតែចាំនៅពេលដែលគេហ៊ានលួចវត្ថុវិសេសដែលសិស្សបាក់ប្រុសវាងបានឲ្យនរណាម្នាក់នៅចំពោះមុខមិនគ្រប់គ្នាសិស្សបាក់ប្រុសវាងបានយកវាមកវិញនៅពេលនោះគេដូចជាស្រមោចនៅចំពោះមុខសិស្សបាក់ប្រុសវាងប្រសិនបើគេស្លាប់ដោយដៃរបស់វាងតឹងហើយថងផ្ទុករបស់គេនឹងពិបាកយកណាស់មេងហាវប្រកាសជាឈ្នះមេងហាវប្រកាសជាឈ្នះកន្លែងសិស្សបាក់ក្នុងប្រកាសជាបានទៅលើមេងហាវបរិយាកាសគឺសមរម្យហើយតោះចាប់ផ្ដើមធ្វើវិជាធាតុខ្យល់ខ្ញុំក៏បានរៀនខ្លះដែរថ្មីៗនេះសូមធ្វើការណែនាំខ្លះដល់ខ្ញុំផងសិស្សបាក់ប្រុសវាងហានស៊ុងបានស្លាប់ដោយសារក្បាច់នេះស្តង់ដារនៃបាក់សម្រាមនេះពិតជាទាបពេកហើយខ្ញុំពិតជាបានចាត់ទុកគេជាគូប្រកួតពីមុនមកទាំងពីរនៅកម្រិតទី6នៃការបង្រួមធាតុតើកម្រិតអាចធំដល់ថ្នាក់នឹងបានយ៉ាងដូចម្ដេចសម្រាមវិជាពោះភ្លើងខ្ញុំធុញទ្រាន់នឹងការឃើញល្បិចតូចតាចរបស់ឯងហើយទឹកខ្យល់នេះមិនមែនជាវិជារបស់បាក់ពឹងហ្វែកទេក្មេងប្រុសត្រកូលវាងកំពុងប្រើវិជាដែលទទួលមរតកពីគ្រួសាររបស់គេការកាប់នៃខ្យល់ទឹកទៅស្លាប់ទៅអាសម្រាមតូចទៅរារាំងវាមិនស្រួលទេមិនអាចរារាំងវាបានគេបានកាច់ឯងគិតថាឯងស័ក្តិសមឬទេពកោសលរបស់វាងតឹងហើយគឺខ្លាំងម៉េចគេជំនាញត្រឹមវិជាខ្លាំងជាច្រើននៅកម្រិតបង្រួមធៀបសំបីតែនរណាម្នាក់នៅកម្រិតទី7ក៏នឹងយល់ថាគេពិបាកដោះស្រាយដែរនៅក្នុងការប្រយុទ្ធនេះមិញហាវប្រកាសជាស្លាប់មិនខានវាងតឹងហ្វីវាយតម្លៃខ្លួនឯងខ្ពស់ហើយប្រហែលជាមិនយកថងផ្ទុករបស់មិញហាវទេខ្ញុំគ្រាន់តែត្រូវការបញ្ជូននរណាម្នាក់ទៅប្រមូលសាកសពហើយថងផ្ទុករបស់នឹងស្ថិតនៅក្នុងដៃរបស់ខ្ញុំបានហើយខ្ញុំដឹងថាឯងមានការរីកចម្រើនខ្លាំងនៅថ្ងៃនេះប៉ុន្តែវាបញ្ចប់ត្រឹមនេះហើយវាគឺជាក្បាច់ណូគីមុនមកដោយប្រើតែមីរៀមដៃមួយគេស្ទើរតែបំបាក់ឆ្អឹងរបស់ខ្ញុំទាំងអស់នៅថ្ងៃនោះឯងនៅតែចង់ធ្វើបែបនោះដាក់ខ្ញុំទៀតឬតើឯងចង់និយាយថាគ្មានភាពខុសគ្នារវាងខ្ញុំនៅកម្រិតទី6និងនៅកម្រិតទី4ទេឬចិនមកដាវហោះរបស់ខ្ញុំទាំងអស់ដាវបង្រួមខ្យល់នេះតើគេមានដាវហោះប៉ុន្មានជាង100គេកំពុងគ្រប់គ្រងដាវហោះទាំងនេះដោយថាមពលវិញ្ញាណនោះមិនគួរឲ្យទៅរួចទេកម្រិតទី6នៃការបង្រួមធាតុប្រកាសជាមិនអាចធ្វើបែបនេះបានទេមើលចុះគេចេះតែលេបគ្រាប់បិសាចថាមពលវិញ្ញាណរបស់គេផ្ទាល់មិនអាចទ្រទ្រង់ការប្រើប្រាស់បែបនេះបានទេគេកំពុងបង្ខំវាដោយថាមពលខាងក្រៅវាជាគ្រប់គ្រងដាវបែបនេះគ្រាន់តែប្រើថាមពលវិញ្ញាណដើម្បីជំនួសកម្លាំងគប់របស់មនុស្សប៉ុណ្ណោះ
มันทามินดาวประมาณเตเนื้อแต่จะดาวห้องมูลฐานทำมาปวดไว้ประหามันอายประกอบการพลาดประดอคุณภาพบานเตทุกใบจะดาวห้องมือร้อยดาวพระโตของเปียแต่มวยก็ได้ชมือหนึ่งทนเทนระบบวางแต่งฟรีเก็บประกอบจิมินวัตถุวิเศษกาเปียได้อายเรียงเวียบานเมงหาวกลมปงสตัดของกรธนะดาวคิงกูอันตรากรมดองเตเตโน่หนึ่งมือตัวมันหล่อเตตามินเพียบข้อขยะเตบานหายโกลกันได้ท่าสำรามโนเตจีสำรามมันทามินประมาณเตไอตัวบัดปิซอยปตอลปีดาวหอแต่งนี้หมอวางแต่งฟรีตัวกระบังนี้ดาวยะมินไอตำโลบานต่อเตซอดูแต่เซอร์จะบองเพราะวางบันเยธามันทามินสมอยประมาณเตเนอเตจิสมอยตัวใบเจตั้งปีเนอกำลังดีประมุยในคาบุงรมเทียก็ดาวมิงหาวมนเพลนี้บ่าวเปรียบเทียบหนึ่งเซอร์จะบองเพราะวางตียะในตระโกดอจาคือโดยจะเมกหนึ่งใดเอาไว้แองนุคือเรียมได้นุหรือว่าแองบันถือไอคิวอาม่าหมกในไทยนุถึงอันนี้คิวหนึ่งบำพลายเวียแองมันถวยตามจะบอกปะคิวหนึ่งมันถวยตามเฟียตระฟีบเซอร์จะบองเตจะถอหน้าแมนเตมิงหาวปัจจุบันกำจัดเรียมได้หรือว่าเซอร์จะบองเพราะวางแมนนี่มันไอตรุยเตเซิร์ชบองประวางบานรงระบัวเกคือเชเตบกอซอลปันไตเมรียมได้ระบอเกเตรบานกำเตจเมงฮาวมเนกนี่เอาไว้ตาอาชีเรื่องนี้บานยังดึกมาได้ไอ้จังคือไอ้บานลุยวัตถุวิเศษระบอขยมหนึ่งโยเกดำในระบอขยมเตยดาวนุดามร้อยคือเชื่อวัตถุวิเศษกัมปูลได้หนึ่งกำดอขยมออกมวยชีวิตดำไปกรุบกรงเมฆหนังใดปันไตเวียเตรบานลุยดอยสระมาดนี่เมงฮาวสำหรับขยมหนึ่งสำหรับเวียให้วีชีบำในเมงฮาวมันดังท้าสัจบองปลอวางกำปงดีเจอัมพีอวีเตดาวนี้จีระบอไอหรือแต่ไอประกอบเตถ้าไอมันบานจระลอมขยมบานกรงตุกสำหรับดาวนี้อ้อระยะเปชิจรันชนำดาววิญญานี้คือเมียนแต่มวยกุดในครองเมฆนังใดตึงมูลเมียนแต่มวยกุดในครองโลกได้เมียนสะไซเมียปีทอมเฉียดขยมมันไอจระลอมบานเตไอบาริแซดบานปัญจาดาวนี้จีระบอขยมบาคือเมียนกายโยลปรงปิขยมเตไอมันไอโยเวียบานเตมันไอตบโต้สมใบแต่มวยกับไอมันซักซ้อมหนึ่งปราเวียเตสำรามคือชีสำรามตาวัตถุวิเศษกัมพูชีระบอแดนนาก็ไอปราบานหรือกูไออสมลอยไหนนี่เยท่าขยุมลอยวัตถุวิเศษระบอไอจะบาดเจ็บเคืนดาวนี้ออจาหอยจองดนดามโยกเวียดอยบงคอมขนมอำลงเปลี่ยนการประกวดเซสบะกรงนี้เปียกสำได้คือเมียประยอยเตทั้งนี้ครีมหนึ่งสำหรับหอยไอดังท่าเอาไว้กระดอยได้จีระบอขยมวางตั้งฟีคือเมียนสิทธิโยกเตเมียนแต่หมดกดครงโลกจันเมินจ่อตามวยนี้ก็จีวัตถุวิเศษกัมพูแต่หมดกดได้บานนี้เจได้หรือเตนี่มันไอตะรวยนี่เฮ็ดเอาไว้ถ้าไอเมียนปีบานยางด้วยไม่ได้มันไอตะรวยเตดาวนี้ก็จีระบอได้ดาวนี้คือเชดาวแต่หมดกุดระบอดาวนี้คือเชดาวแต่หมดกุดในประเภทระบอเวียในครองเมฆหนึ่งใดวางตั้งฟีดาวเท่งนี้คือเจกูเมฆหนึ่งโกนปูเกคือเชดาวเมฆหนึ่งใดระบอเครียงเมงห้าวโหมันแม่นเมียนแต่ยักบรรดาบรรดาก็สร้างกฤเตได้อาจฮอบานปูเกตั้งปีกำพุงฮอเซิร์ชบองโปรวางเมียนวัตถุวิเศษได้อาจออยเกฮอบานมือระยะเบคไลเมงห้าวมันอย่างนี้เกมันสื่อสำสนใจทำมาปอลวิญญาณเทได้ถั่วไอเคียมตรึดอกวัตถุวิเศษในเจนโมไอมีโมตนาเพียบจงโปรึงนุกในกรงธานรุย้อนนี้คือยื้อวัตถุวิเศษจงกราวในกรงทองประตูระบะเคียมอย่างนามิงสำหรับดาวเชิญนุเคียมบานและบองสเตอร์แต่ครบอย่างเลือกเล่งแต่จำบัดบรรพดเคียมนึงมันดอกย้อนนี้เจงเตวัตถุนี้เปล่าบานแต่ใบดองเตียกปนเนาะให้จมวยนังกาบันโดบันดาลระบบครีมไอเปรย์เวียบานใต้มาดองปนเนาะทามาปลระบบเวียคือสันทึกสันทบไอสำหรับเนี่ยบันโดบันดาลกำริดบงรูมเทียดหน้ามือแต่ในกรอมจวนตีพันใบสลับเตยเมงหาวแองซากระบองเวียเตยมาจ้าในเมฆบาดในเบิงทรัมกรอบในกระดองคลุนระบำเมงหาวชนะหายเกบานยกชนะเซิร์ชบองโปรวางตั้งฟีนี่มันไอเตอรุยเตเมื่อจ่อเมงหาวมันแมนกรอนเตจองชนะเกจงสำหรับเซิร์ชบองโปรวางเตไอมันไอเตบานหายกมรุยสถานภีพออยดอลกำเริดขลังปีกกรุประมุกบักเฮลูหัวแหน่จุมนีนกำเริดบึงเกิดกรอบสโนลกาประยุทธ์นี้เมงหาวชนะขยงเมงหาวคือจิขนองบองไอกระบอกคลุนไอจับปีเปนิเตอเกนึงคลายเจเซอร์บักขนงตีใบในบักเบิงปะแอกเมงฮาวดออสจาเกปุจิชแนแมนขยงไตแต่ดึงท่าไออาเธอบานเมื่อเตอเกมันตรการขยงกาปีเกเดียเตขเมงรอไอเธอบานเฮยอายุกรอม30 ชนำหรือยังหอยนากำรตีปันตีในกาบังรุมเทียดหรือจำนัดถนัดเล็งมือขนงกาประกวดเซอร์บักขนงอาจโจดบักขนงบานบักขนงมันได้ก็ถ่ายเจเซอร์บักขนงเตเมงฮาวมันนี่เติบเตเนตีนี่ตียาตะโกลวางสเตอร์แต่เตรบานสำหรับนี่มันอาจกรนเตจกาใจดอนเตเมนเตต้าเมงฮาวมันนี่อาจจะเตียบกับซอลเปิดเมนเตถ้าอันจบเมนในทำให้ท่าอาเจียดับใบในกรงบักขนงอันเตอร์แต่จิเตียบกับซอลพนมขมายบักเปิงปะไอชมูดอกอักระไว้มาเลยบรรทายตัวใบชีวิตเตรบานปรับโดยเจตนาการปีมือปนชนะมุนดับใบชีวิงการดัตุนตกรรมในวัดดะสุแกะกระดอยเนยตีบำพดก่อนไลนี้เนยแต่จิบะเบตราบิซาดให้เซิร์ฟในบะเบตราบิซาดมาเนี่ยเฮียนเลียบกรับสโนระเบาเนี่ยยิงแถมแต่ตุตุงบานเกระดันในบิซาดระเบาเวียเตียดพองกูเอาชับอารัมมันเอิดประยอยเตได้ขนุมันช่วยไอปีดองยูริชับขนุหนึ่งประชังหนึ่งไอทานสู้ประตัวเรียงกายเปิดระเบาขนุในแต่เด็กลูกปนไตกาเพียโกกำนัดนี้บานกระเล็กเมื่อพิภพโลก
ហើយបានឃើញអ្វីដែលចម្លែកអស្ចារ្យពិតជាគួរឲ្យចាប់អារម្មណ៍ណាស់7ថ្ងៃក្រោយមកនេះគឺជារូបភាពរបស់បុព្វបុរសពឹងផ្អែកយើងត្រូវតែក្រាបថ្វាយបង្គំនៅចំពោះមុខវារូបភាពរបស់បុព្វបុរសពឹងផ្អែកបន្ទាប់មកក្រាបថ្វាយបង្គំនៅចំពោះបុព្វបុរសបាក់ពឹងផ្អែកទាំងអស់នេះគឺជាច្បាប់សិស្សបាក់កនុងមានពិធីការច្រើន ប៉ុន្តែការជាសិស្សបាក់ក្នុងមានឯកសិទ្ធិរបស់វាសិស្សច្បងប្រុសឈិនហ្វាននៅពេលដែលខ្ញុំឃើញបងពីចម្ងាយនៅក្នុងបាក់ក្រៅខ្ញុំគិតថាបងមើងម៉ាត់នឹងមិនញញឹមប្រហែលជារឿងរੂបន្តិចអូហើយឥឡូវនេះបងបានពន្យល់ច្បាប់ឲ្យខ្ញុំយ៉ាងអត់ធ្មត់ខ្ញុំគិតថាបងពិតជាមនុស្សល្អម្នាក់អរគុណសម្រាប់ការសរសើរវាត្រូវបានកោតសរសើរឈិនហ្វានសិស្សបាក់ក្នុងពេលក្រោយខ្ញុំនឹងនាំឯងទៅលាងថ្មីរបស់ឯងរុនទឹកវិញ្ញាណនៅទីនោះគឺបរិសុទ្ធហើយធម្មពលបរិយាកាសសម្បូរបែបប្រកាសជាល្អជាងលាងចាស់របស់សិស្សច្បងស្រីស៊ូអូមិនមែនថាអំណោយរបស់សិស្សច្បងស្រីស៊ូមិនល្អទេនោះគឺជាកំពូលសម្រាប់បាក់ក្រៅសិស្សច្បងស្រីស៊ូបានបដូរឡើងបន្ទាប់ពីក្លាយជាសិស្សបាក់ក្នុងខ្ញុំយល់ហើយអូសិស្សច្បងស្រីស៊ូខ្ញុំបានឮថានាងនៅតែសងំធัวដូច្នេះនាងប្រហែលជាមិនទាន់ដឹងពីជោគជ័យរបស់ឯងបាក់ក្រៅនិងបាក់ក្រៅគឺខុសគ្នាទាំងស្រុងសិស្សច្បងប្រុសឆាន់ហ្វានគឺជាបុរសត្រឹមត្រូវនិងថ្លៃថ្នូរសិស្សបនពីការប្រយុទ្ធរបស់ឯងកាលពីថ្ងៃមុនខ្ញុំសម្គាល់ឃើញថាឯងពឹងផ្អែកខ្លាំងលើឧបករណ៍វិសេសប៉ុន្តែប្រសិនបើឯងបាត់បង់ពួកអៀឯងនឹងចាញ់ប្រៀបឯងគួរទៅសាលាច្បាប់ឲ្យបានញឹកញាប់មានគម្ពីររាប់មិនអស់នៅទីនោះតែគ្រប់លំដាប់ប្រវត្តិសាស្ត្រមើលពាន់ឆ្នាំនៃបាក់ពឹងផ្អែករបស់យើងឯងត្រូវតែអាននិងសិក្សាបន្ថែមសិស្សបនខ្ញុំក៏បានឃើញឯងបរបាញ់នឹងចំអិនសត្វតូចៗជាញឹកញាប់ដែរនោះមិនសមរម្យទេយើងជាអ្នកបណ្ដុះបណ្ដាលត្រូវស្រូបយកធម៌ពលរបស់ពិភពលោកនិងបោះបង់រាងកាយធម្មតាការស៊ីសត្វធម្មតាគ្រាន់តែជាធម៌ពលវិញ្ញាណរបស់ឯងប៉ុណ្ណោះសិស្សបនឯងក៏បង្កាន់ថង់ស្តុករបស់ច្រើនពេកហើយនោះមិនត្រូវបានអនុញ្ញាតទេឯងគួរទៅទុកអ្វីទាំងអស់នៅក្នុងថង់មួយដើម្បីភាពងាយស្រួលគាត់ជាមនុស្សល្អប៉ុន្តែវ៉ាសិស្សច្បងប្រុសឈិនពិតជានិយាយមកឈប់ប្រហែលជាមានសិស្សបាក់ក្នុងតិចពេកដូច្នេះគាត់មិនមាននរណាម្នាក់និយាយជាមួយឲ្យបន្តទម្លាប់នេះសិស្សច្បងស្រីស៊ូតែងតែបិទខ្លួនឯងតើនាងកំពុងលាក់ខ្លួនពីគាត់ឬសិស្សបនតើឯងកំពុងគិតអំពីពេលដែលសិស្សច្បងស្រីស៊ូនឹងចេញពីការសំងំធម៌មែនទេម៉ាទេមិនមែនតតែសោះគុំខ្មៅអៀនអីសិស្សច្បងស្រីស៊ូឈីងមានសម្រស់ស្រស់ស្រាយពីធម្មតាវាជារឿងធម្មតាទេដែលលួចចូលចិត្តនាងទេខ្ញុំមិនយ៉ាងណាមិនសិស្សច្បងប្រុសតែមានអ្វីបន្តពីការបញ្ចប់នៃការពុករំធាតុ បន្ទាប់ពីការបញ្រួមធាតុគឺការកសាងគ្រឹះបោះបង់រាងកាយធម្មតារបស់ឯងដើម្បីក្លាយជាអ្នកបណ្ដុះបណ្ដាលវិញ្ញាណពិតប្រាកដឯងកសាងមូលដ្ឋានគ្រឹះវិញ្ញាណរបស់ឯងដោយលើកសសរធម៌9នៅក្នុងបឹងថ្នាំក្របនៅពេលដែលពន្លឺសាយភាយពេញរាងកាយរបស់ឯងនោះគឺជាការកសាងគ្រឹះការកសាងគ្រឹះក៏ខុសគ្នាដែរអាស្រ័យលើវិជ្ជារបស់ឯងវេទិកាធម៌អាចជាឥតខ្ចោះដែលមានស្នាមប្រេះ9និងល្អឥតខ្ចោះដែលមានកំហុស18ឬបែកបាក់លើពីនោះឥតខ្ចោះគឺល្អបំផុតនិងល្អឥតខ្ចោះគឺល្អបែកបាក់គឺទូលំទូលាយគាត់ចាប់ដើមទៀតហើយបាក់ពឹងប៉ែករបស់យើងធ្លាប់មានវិជ្ជាកសាងគ្រឹះឥតខ្ចោះបុព្វបុរសពឹងប៉ែកបានប្រើវាដើម្បីធ្វើឲ្យឈ្មោះរបស់គាត់ល្បីល្បាញទូទាំងរដ្ឋចៅចុះវិជ្ជានោះឥឡូវនេះគួរឲ្យស្ដាយវាបានបាត់ទៅជាមួយនឹងបុព្វបុរសបន្ទាប់ពីការកសាងគ្រឹះគឺការបង្កើតក្របស្នូលផ្លូវដ៏អស្ចារ្យនៃក្របស្នូលមាសប្រមុខបាក់របស់យូស្ថិតនៅកម្រិតនោះបន្ទាប់ពីការបង្កើតក្របស្នូលគឺវិញ្ញាណទានោះបុព្វបុរសពឹងប៉ែកធ្លាប់បានដល់កម្រិតនេះប៉ុន្តែវាពិបាកខ្លាំងណាស់ខ្សែបន្ទាត់ស្ទើងរវាងជីវិតនិងសេចក្តីស្លាប់វាអាចត្រូវការទុក្ខវេទនាជីវិតនិងសេចក្តីស្លាប់ជាច្រើនដើម្បីបញ្ចប់យ៉ាងពិតប្រាកដបុព្វបុរសបានចូលសំងំធរជាយូរមកហើយនៅតែមិនទាន់ត្រឡប់មកវិញខ្ញុំឆ្ងល់ថាតើខ្ញុំមេងហាវនឹងអាចទៅដល់ដំណាក់កាលកាត់ផ្តាច់វិញ្ញាណដែរឬទេតើមានអ្វីបន្ទាប់ពីការកាត់ផ្តាច់វិញ្ញាណលើពីការកាត់ផ្តាច់វិញ្ញាណគឺខ្ពស់ពេកសម្រាប់ខ្ញុំក្នុងការដឹងឯងត្រូវទៅបាក់ធំមួយនៅដែនដីភាគខាងត្បូងដើម្បីរៀនសូម្បីតែបន្តិចប៉ុន្តែមិនថាមានរឿងអ្វីក៏ដោយវាគឺដើម្បីគោលដៅតែមួយដើម្បីក្លាយជាអមតៈសិស្សប៊ូននៅពេលដែលឯងចេញទៅធ្វើការសាកល្បងគុំកំណត់ខ្លួនឯងត្រឹមរដ្ឋចៅចងចាំរដ្ឋចៅគ្រាន់តែជាប្រទេសដាច់ស្រយាលតូចមួយនៅផ្នែកខាងត្បូងនៃណានចៅធម្មពលវិញ្ញាណរបស់វាស្ទើងដែលបណ្ដុះបណ្ដាលមានតិចដែនដីភាគខាងត្បូងនោះជាពិភពបណ្ដុះបណ្ដាលពិតប្រាកដដែលពោលពេញទៅដោយវីរបុរសនិងទេពកោសោយើងជាអ្នកបណ្ដុះបណ្ដាលត្រូវតែឡើងភ្នំម្ដងមួយបំបាក់ចាំងម្ដងមួយដើម្បីឆ្ពោះទៅមុខសិស្សច្បាំងប្រុសតើបងកំពុងនិយាយជាមួយខ្លួនឯងឬបងពិតជាចង់ទៅដែនដីភាគខាងត្បូងមែនទេហារបួសមាត់ដោយអចេតនាខ្ញុំមានក្តីសុបឹងចង់សម្រេចនៅអ្វីដែលបុព្វបុរសពឹងប៉ែកធ្លាប់បានធ្វើខ្ញុំចង់ឲ្យបាក់ពឹងប៉ែក ខ្ញុំចង់ឲ្យបាក់ពឹងផ្អែកអស្ចារ្យម្ដងទៀតសិស្សច្បងប្រុសឃ្លានោះធ្វើឲ្យបងស្ដាប់ទៅដូចជាតួចិត្តអាក្រក់សិស្សច្បងប្រុសខ្ញុំធ្លាប់ជាអ្នកប្រាជ្ញសាមញ្ញម្នាក់នៅស្រុកយ៉ានឪពុកម្ដាយរបស់ខ្ញុំបានបាត់ខ្លួននៅក្មេងក្តីសុបិនរបស់ខ្ញុំគឺគ្រាន់តែចង់ក្លាយជាអ្នកមានរស់នៅបានល្អនិងថ្ងៃណាមួយទៅលេងអាណាចក្រថាងនៅភាគខាងកើតអូខ្ញុំគិតថាខ្ញុំនិយាយច្រើនពេកហើយឯងទើបក៏ចូលរួមដូច្នេះឯងនៅតែត្រូវស៊ាំនឹងរឿងទាំងអស់នេះវាជារឿងធម្មតាទេ
ទេអ្វីដែលខ្ញុំចង់និយាយគឺតាំងពីខ្ញុំចូលរួមប៉ះពឹងផ្អែកគ្មាននរណាម្នាក់ធ្លាប់និយាយជាមួយខ្ញុំបែបនេះពីមុនមកទេជាលើកដំបូងខ្ញុំមានអារម្មណ៍ថាបរិយាកាសនៃប៉ះបណ្ដុះបណ្ដាលពិតប្រាកដអរគុណសាច់ច្បងប្រុសហានោះហើយជាប៉ះខាងក្នុងនៅតែមានគោលការណ៍ជាច្រើនដែលសិស្សច្បងប្រុសគួរតែបង្រៀនសិស្សប្អូនប្រុសរបស់គាត់ដោយសារឯងចូលចិត្តស្ដាប់ខ្ញុំនឹងបញ្យល់ពួកវាទាំងអស់ម្ដងមិនមួយជប់សិនសិស្សច្បងប្រុសផាក់ទឹកសិនទៅចុះបើពួកយើងទៅហាត់នៅខាងក្រៅវិញសិស្សច្បងប្រុសឆិនប្រសិនបើបងមិនមែនជាមនុស្សនិយាយច្រើនបែបនេះទេបងនឹងល្អឥតខ្ចោះខ្ញុំវ៉ាំងតេងហ្វៃចាញ់ហើយខ្ញុំថែមទាំងស្ទើរតែស្លាប់ទៀតផងស្រមោចមេងហៅនោះវត្ថុពិសេសនឹងគេដំណើររកខ្ញុំវិជាកសាងគ្រឹះឥតខ្ចោះខ្ញុំបានស្នាក់នៅក្នុងប៉ាក់ដែលគេបោះបង់ចោលនេះដោយលះខ្លួនអស់រយៈពេលជាច្រើនឆ្នាំហើយឥឡូវនេះអ្វីបានបាត់អស់ហើយខ្ញុំវ៉ាំងតេងហ្វៃហានរណានៅទីនោះត្រកូលវ៉ាំងមួយក្នុងចំណោមត្រកូលបណ្ដុះបណ្ដាលដ៏អស្ចារ្យទាំង3នៅដែនដីភាគខាងតើននៅពីលើប៉ាក់ទាំងអស់ដែលមានអាយុកាល 10000 ឆ្នាំនិងឯងគឺជាទេពកោសល្យម្នាក់របស់ត្រកូលវ៉ាំងដែលត្រូវបានកំណត់សម្រាប់ភាពអស្ចារ្យតាំងពីកំណើតការបរាជ័យតូចតាចគ្មានន័យអីទេនៅក្នុងរដ្ឋចៅដ៏តូចដាច់ស្រយាលនេះឯងត្រូវបានហុំព័ទ្ធដោយស្រមោចព្រឹទ្ធាចារ្យវិញ្ញាណទារកម្នាក់មកពីត្រកូលវ៉ាំងរបស់យើងអាចកំទេចពុកទេទាំងអស់បានទាំងស្រុងគូប្រជែងពិតប្រាកដរបស់ឯងគឺទេពកោសល្យផ្សេងទៀតនៃត្រកូលរបស់ឯងទាយាទនៃត្រកូលភាគខាងតើន2ផ្សេងទៀតនិងសិលនៃបឋមធំទាំង5នៃដែនដីភាគខាងតើនមានតែពួកគេទេដែលស័ក្តិសមជាសត្រូវរបស់ឯងប្រសិនបើពួកគេបានឃើញស្ថានភាពអស់សង្ឃឹមរបស់ឯងឥឡូវនេះតើឯងមានសិទ្ធិអ្វីដើម្បីហៅខ្លួនឯងថាវ៉ាំងប្រាប់ខ្ញុំតើឯងឈ្មោះអ្វីឈ្មោះរបស់ខ្ញុំគឺវ៉ាំងខ្ញុំគឺវ៉ាំងតេងហ្វៃប្រាប់ខ្ញុំតើឯងឈ្មោះអ្វីហាឈ្មោះរបស់ខ្ញុំគឺវ៉ាំងឯងគឺជាវ៉ាងតេងហ្វៃរបស់ត្រកូលវ៉ាងក្នុងរយៈពេលដ៏ខ្លី 2-3 ឆ្នាំឯងនឹងដល់ការកសាងគ្រឹះនាពេលអនាគតជាមួយនឹងវិជាឧស្ម័នពណ៌ស្វាយមកពីទិសខាងកើតនៃបាក់របស់គូដណ្ដឹងឯងការបង្កើតក្របស្នូលរបស់ឯងគឺជៀសមិនរួចសូម្បីតែការទៅដល់វិញ្ញាណទារកក៏មិនមែនជាការមិនអាចទៅរួចដែរនៅពេលដែលពេលវេលានោះមកដល់ឯងនឹងឃើញថាអ្នកដែលបានយកឈ្នះឯងនៅក្នុងរដ្ឋចៅដ៏តូចនេះនឹងនៅតែគ្រាន់តែជាអ្នកបណ្ដុះបណ្ដាលកម្រិតបង្រួមធាតុប៉ុណ្ណោះនៅពេលដែលឯងសម្លឹងមើលចុះមកលើគេនោះគេនឹងគ្មានអ្វីក្រៅពីស្រមោចឡើយតើនោះជាអ្វីនាវាហោះត្រកូលវ៉ាងយើងមិនគួរអនុញ្ញាតឲ្យឯងមកកន្លែងនេះទេកន្លែងដាច់ស្រយាលបែបនេះសូម្បីតែរឿងនិទានអំពីគម្ពីរថៃលីងដែលត្រូវបានរកឃើញនៅទីនេះក៏មានអាយុកាលរាប់រយឆ្នាំដែរមេងហៅសើច្បងប្រូមេងមានរឿងអ្វីត្រកូលវ៉ាងតើពួកគេនៅទីនេះដើម្បីសងសឹកហើយឬការបណ្ដុះបណ្ដាលកម្រិតបង្កើតក្របស្នូលហើយមិនមែនគ្រាន់តែជាក្របស្នូលណាមួយទេប៉ុន្តែជាក្របស្នូលពណ៌ក្រហមដែលស្ថិតនៅលំដាប់ទី2បន្ទាប់ពីពណ៌ស្វាយហើយគាត់កំពុងធ្វើបាបសិស្សប្អូនកម្រិតបង្រួមធាតុបែបនេះនោះមិនមែនជានរណាក្រៅពីអ្នកការពារសាខាទី3នៃខ្សែស្រឡាយដែនដីភាគខាងតានរបស់ត្រកូលវ៉ាងគឺវ៉ាងស៊ីហ្វានសំទោសចំពោះការរំខានបងប្រុសខ្ញុំវ៉ាងគ្រាន់តែមកដើម្បីកំដរតេងហ្វីចិនទៅប៉ុណ្ណោះអរគុណសម្រាប់ការមើលថែគាត់អស់រយៈពេលជាច្រើនឆ្នាំនេះយើងនឹងចាកចេញហើយដូច្នេះនេះគឺជាអ្នកបណ្ដុះបណ្ដាលកម្រិតបណ្ដៅក្របស្នូលការសម្លឹងមើលមួយពីគាត់អាចកំទេចរាងកាយនិងព្រលឹងរបស់ខ្ញុំហើយនោះគ្រាន់តែជាការបណ្ដៅក្របស្នូលនៅពីលើនោះគឺវិញ្ញាណទារកការកាត់ផ្ដាច់វិញ្ញាណនិងអាណាចក្រធំយ៉ាងនេះនៅដែនដីភាគខាងត្បូងតើគយវ៉ាងមិញហាវអូមិញហាវអញបានយកឈ្នះវ៉ាងតេងហ្វីប៉ុន្តែអញមិនត្រូវធ្វេសប្រហែសអញត្រូវតែបន្តខ្លាំងឡើងនៅពេលដែលវ៉ាងតេងហ្វីត្រឡប់ទៅគ្រួសាររបស់គេវិញគេនឹងផ្លាប់ដូរទាំងស្រុងអញត្រូវតែខ្លាំងជាងនេះឬអញនឹងស្លាប់បន្ទាប់ពីថ្ងៃនោះខ្ញុំបានចំណាយពេលជាង2សប្តាហ៍ដើម្បីព្យាបាលរបួសរបស់ខ្ញុំបាក់បានបញ្ជូនអ្នកបម្រើវេក្មួយម្នាក់មកមើលថែខ្ញុំក្នុងនាមជាអ្នកប្រាជ្ញក្រីក្រម្នាក់ខ្ញុំមិនធ្លាប់ទទួលបានការមើលថែនេះទេប៉ុន្តែខ្ញុំមិនអាចបដិសេធទឹកចិត្តរបស់ពួកព្រឹទ្ធាចារ្យបានទេក្រៅពីនេះខ្ញុំបានរំលឹកខ្លួនឯងថាខ្ញុំជាសេហ្វបាក់ក្នុងហើយឥឡូវនេះអ្វីគឺខុសគ្នាខណៈពេលដែលកំពុងសម្រាប់ព្យាបាលខ្ញុំតែងតាទៅលេងសោបនសាដើម្បីអានគម្ពីរបុរាណហើយនៅទីនោះខ្ញុំបានរកឃើញផែនទីគូដោយដៃមួយវាបានផ្ដល់ឲ្យខ្ញុំនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីរដ្ឋចៅនិងដែនដីភាគខាងត្បូងក្រោយមកខ្ញុំបានទទួលការចាក់ថ្មវិញ្ញាណនិងថ្នាំគ្រាប់របស់សិទ្ធិបាក់ខ្លុងនៅលើកដំបូងរបស់ខ្ញុំ
ថ្មវិញ្ញាណរបស់បាក់ក្នុងគឺធំជាងបាក់ក្រៅបន្តិចឡើងថ្លាទៀតហើយប៉ុន្តែមានពពុកសរសៃអបនៅខាងក្នុងពួកវាមើលទៅដូចជាថ្មវិញ្ញាណអាថាកំបាំងដែលខ្ញុំធ្លាប់ប្រើដើម្បីចម្លងដាវឈឺរបស់ខ្ញុំដូច្នេះទាំងនេះគឺជាថ្មវិញ្ញាណកម្រិតកណ្ដាលសិស្សបាក់ក្នុងទទួលបាន1ដុំក្នុង1ឆ្នាំថ្មវិញ្ញាណកម្រិតកណ្ដាល1ដុំអាចផ្ដួលបាន100ដុំកម្រិតទាបពីបាក់ក្រៅប្រសិនបើមានកម្រិតទាបនិងកម្រិតកណ្ដាលតែថ្មវិញ្ញាណកម្រិតខ្ពស់មានរូបរាងយ៉ាងដូចម្ដេចកម្រិតខ្ពស់គួរតែធំជាងនេះនៅតែពោពេញទៅដោយអបក្រាស់ប៉ុន្តែខ្ញុំមិនដែលឃើញមួយគេនិយាយថាគ្មានថ្មវិញ្ញាណកម្រិតខ្ពស់សូម្បីតែ1ដុំនៅក្នុងរដ្ឋចៅទាំងមូលថ្មវិញ្ញាណកម្រិតខ្ពស់1ដុំមានតម្លៃយ៉ាងហោចណាស់ 10,000 ដុំកម្រិតទាបហើយពួកវាមានតម្លៃមិនអាចកាត់ថ្លៃបានក្រៅពីនេះថ្មដែលខ្ញុំប្រើដើម្បីចម្លងដាវរបស់ខ្ញុំគឺធំជាងទាំងនេះនិងក្រាស់ជាងដោយអបតើពួកវាអាចជាថ្មវិញ្ញាណកម្រិតខ្ពស់ទេខ្ញុំបានបំផ្លាញថ្មវិញ្ញាណកម្រិតខ្ពស់ចំនួន 2,000 ដុំសិតប្អូនឯងមើលទៅមិនស្រួលទេហាក់ដូចជារបួសខ្លះរបស់ខ្ញុំមិនតាន់ជាសះស្បើយពេញលេញខ្ញុំនឹងត្រឡប់ទៅលើអាងរបស់ខ្ញុំវិញសិនក្នុងអំឡុងពេលនោះខ្ញុំក៏ត្រូវបានចាត់តាំងឲ្យមើលការខុសត្រូវលើការចែកថ្នាំគ្រាប់នៅបាក់ក្រៅផងដែរថ្ងៃនេះយើងចែកថ្នាំគ្រាប់តោះទៅមិត្តរួមចំនួនផ្ដោតលើការបណ្ដុះបណ្ដាលនិងឈានដល់កម្រិតទី7ការបង្រួមធាតុឲ្យបានឆាប់តាមចំណុចដែលធ្វើទៅបានខ្ញុំមេងសង្ឃឹមថាថ្ងៃណាមួយក្នុងពេលឆាប់ៗនេះបាក់ពឹងផែនរបស់យើងនឹងទទួលបានសើបាក់ក្នុងមួយញ៉ាត់ទៀតដំបងរបស់សិស្សច្បងប្រុសមេងគេល្អណាស់យើងនឹងចងចាំវាបានហើយបំបែកគ្នាជំរាបសួរសិស្សច្បងប្រុសមេងពី3ថ្ងៃមុនខ្ញុំទទួលបានវត្ថុវិសេសមួយពេលដែលខ្ញុំឃើញវាខ្ញុំមានអារម្មណ៍ថាវាមាននិស្ស័យជាមួយបងសូមទទួលយកវាខ្ញុំមានមួយសម្រាប់ឯងដែរយើងទាំងអស់គ្នាជាមិត្តរួមចំនួនគំនុំពីអតីតកាលមិនគួរលើកយកមកនិយាយឯងមិនចាំបាច់ធ្វើបែបនេះទេនេះមិនពាក់ព័ន្ធនឹងអតីតកាលទេគ្រាន់តែជាសញ្ញានៃសុឆន្ទៈប៉ុណ្ណោះថែរក្សាខ្លួនផងសិស្សច្បងប្រុសតើនេះជាស្នាដៃរបស់ឯងឬយ៉ាងម៉េចខ្ញុំចាត់ចែងបានល្អមែនទេខ្ញុំបាននិយាយជាមួយពួកគេរួចហើយមិនត្រឹមតែថ្មវិញ្ញាណទាំងនេះទេពួកគេក៏កំពុងជួយខ្ញុំក្នុងរឿងសម្ងាត់មួយចំនួនផងដែរគំរុញស្ថានភាពឲ្យឆ្ងាយពេកជាសាធារណៈអូហើយឡាអាងរបស់វាងទាំងហ្វីឯងអាចរកនៅទីនោះបានហើយឥឡូវនេះវាមានរន្ធទឹកវិញ្ញាណឯងគួរតែផ្ដោតលើការបណ្ដុះបណ្ដាលផងដែរវ៉ាល្អណាស់ឥឡូវនេះខ្ញុំអាចអួតដាក់សិស្សបូនសេរីទាំងនោះបានខ្ញុំបានប្រាប់ឯងឲ្យបណ្ដុះបណ្ដាលប្រកាសហើយខ្ញុំនឹងអួតខណៈពេលកំពុងបណ្ដុះបណ្ដាលខ្ញុំនឹងរើទៅភ្លាមកុំបារម្ភសិស្សច្បងម៉ែងចំពោះសិស្សប្អូនលីហ្វូគុយដំណើរការរោងជាងថ្នាំគ្រាប់មុខរបរគឺល្អណាស់គ្មាននរណាម្នាក់ផ្សេងទៀតនឹងទទួលបានឱកាសលក់ថ្នាំគ្រាប់ឲ្យសិស្សរបស់យើងការអនុញ្ញាតឲ្យសិស្សប្អូនលីហ្វូគុយចូលទៅយកវត្ថុវិសេសមួយទៀតគឺបំពេញច្បាប់ប៉ាក់ទុកចិត្តលើខ្ញុំគ្មានបញ្ហាទេទុកចិត្តលើខ្ញុំទាំងអស់លើខ្ញុំកញ្ចក់របស់ឯងនោះចង់ដូរវាដែរទេឯងចូលចិត្តវាល្អអេតក៏អ៊ីចឹងយើងមាននិស្ស័យខ្ញុំនិយាយសិស្សច្បងស្រីស៊ូសូមអបអរសាទរដែលបានខ្លាចជាសិស្សបាក់ក្នុងខ្ញុំទៅតែចេញពីការសំណុំធរអ្នកបម្រើបានប្រាប់ខ្ញុំអំពីការប្រយុទ្ធរបស់ឯងជាមួយវាងទាំងហ្វីឯងមិនដែលប្រើត្បូងកត់ត្រាដែលខ្ញុំឲ្យឯងទេខ្ញុំគ្មានពេលទេខ្ញុំបានឈ្នះរួចទៅហើយសិស្សច្បងស្រីខ្ញុំបានទៅរោងជាងថ្នាំគ្រាប់ថ្ងៃនេះហើយទទួលបានថ្នាំគ្រាប់សម្រាប់មួយទៀតខ្ញុំទៅតែចេញពីការសំណុំធរហើយមានអារម្មណ៍អស់កម្លាំងខ្ញុំនឹងត្រឡប់ទៅវិញសិនតែខ្ញុំជួនដំណើរទេមិនបាច់ទេលើកនេះខ្ញុំបានទៅរោងជាងថ្នាំគ្រាប់ដល់ខ្លួនឯងថ្នាំគ្រាប់សម្រាប់ដំបងដែលឯងឲ្យខ្ញុំមិនមែនជាពេលដែលឯងដូរទេមកហើយគោរពពុពបភឹងផ្អែកមើលទៅការសាហាវណាស់គ្មានក្លិនអៃអមតៈដល់ថ្លៃនោះទេគាត់គ្រាន់តែមើលទៅដូចជាអង្គប្រយុទ្ធនៅពេលដែលពុពបបានបាត់ខ្លួនកាលពី100ឆ្នាំមុនខ្ញុំទើបតែបានចូលរួមជាសិស្សបាក់ក្រៅកាលនោះបាក់ភឹងផ្អែកនៅតែរុងរឿងឯងបានសិក្សាគម្ពីរបាក់ហើយដឹងពីភាពអស្ចារ្យពីអតីតកាលរបស់យើងកាលពីច្រើនសតវត្សមុនហើយឯងដឹងពីកម្រិតទាំង3នៃការកសាងគ្រឹះថ្ងៃនេះខ្ញុំបានប្រជុំពួកឯងដើម្បីប្រាប់ឯងគ្រប់យ៉ាងភាពរុងរឿងពីអតីតកាលរបស់ប៉ាក់ពឹងប៉ែងបានកើតឡើងដោយសារតែការបណ្ដុះបណ្ដាលរបស់បុព្វបុរសពឹងប៉ែងបានអង្រួនរដ្ឋចៅទាំងមូលនិងធ្វើឲ្យឈ្មោះរបស់គាត់ល្បីល្បាញទូទាំងដែនដីភាគខាងត្បូងហើយទាំងអស់នេះទាក់ទងនឹងគម្ពីរមួយគឺគម្ពីរថៃលីងគម្ពីរថៃលីងចំពោះការបង្រួមធាតុគម្ពីរថៃលីងគឺជាគម្ពីរដ៏អស្ចារ្យមួយក្នុងចំណោមគម្ពីរទាំង3នៃដែនដីភាគខាងត្បូងត្រូវបានបន្តពីមួយចំនួនទៅមួយចំនួនវាត្រូវបានគេនិយាយថាមាន7ភាគប៉ុន្តែភាគច្រើនត្រូវបានបាត់បង់ភាគការបង្រួមធាតុអនុញ្ញាតឲ្យមានការបណ្ដុះបណ្ដាលការកសាងគ្រឹះឥតខ្ចោះភាគការកសាងគ្រឹះអនុញ្ញាតឲ្យបង្កើតផ្លូវគ្រាប់ស្នូលពណ៌ស្វាយជំនួសឲ្យគ្រាប់ស្នូលពណ៌ក្រហមឬមិនបរិសុទ្ធចំពោះភាគការបង្កើតគ្រាប់ស្នូលវាអាចបង្កើតវិញ្ញាណតារក4ពណ៌ភាគនីមួយៗអនុញ្ញាតឲ្យមនុស្សម្នាក់ឈានដល់ស្ថានភាពកំពូលនៃអាណាចក្រមួយភាគដែលបុព្វបុរសយើងទទួលបានគឺភាគការបង្រួមធាតុកាលនោះវាងតាំងហ្វីបានចូលរួមជាមួយបករបស់យើងយ៉ាងចាក់លាក់ដោយសារតែភាគនៃគម្ពីរថៃលីងនេះដូច្នេះវាងតាំងហ្វីបានឃើញមិនត្រឹមតែដាវឈើនិងគ្រាប់ស្នូលពិសេសរបស់នាងប៉ុណ្ណោះទេតែអាចទេដែលថាដោយការយកកលែងបាក់ខ្លងរបស់គេខ្ញុំបានកាត់ផ្តាច់ក្តីសង្ឃឹមរបស់គេហើយនោះជាមូលហេតុដែលគេចាក់ចេញមានន័យថានៅតែមានឱកាសសម្រាប់ខ្ញុំជាអកុសលសូម្បីតែខ្ញុំក៏មិនដែលបានឃើញភាគការបង្រួមធាតុដែរ
វាមានតែនៅក្នុងចាត់របស់បុព្វបុរសប៉ុណ្ណោះមិនត្រូវបានទទួលមរតកឬកត់ត្រាអស់រយៈពេល400ឆ្នាំមកហើយពិភពលោកជឿថាបុព្វបុរសបានស្លាប់ប៉ុន្តែមានតែពួកយើងពីរនាក់ប៉ុណ្ណោះដែលដឹងការពិតគាត់មិនដែលស្លាប់ទេ400ឆ្នាំមុនការបណ្ដុះបណ្ដាលរបស់បុព្វបុរសបានដល់ដំណាក់កាលចុងក្រោយនៃវិញ្ញាណតារុកពេញលេញប៉ុន្តែអាយុជីវិតរបស់គាត់កំពុងថយចុះគាត់បានស្វែងរកការទម្លាយចូលទៅក្នុងអាណាចក្រកាត់ផ្ដាច់វិញ្ញាណតាំងពីបុរាណកាលមកគេនិយាយថាប្រសិនបើជីវិតមិនទាន់ដល់ 1000 ឆ្នាំទេមនុស្សម្នាក់មិនអាចប្រឆាំងនឹងឋានសួគ៌ដែរតើធ្វើយ៉ាងម៉េចដើម្បីកាត់ផ្ដាច់វិញ្ញាណបុព្វបុរសបានជ្រើសរើសកាយសំងំធម៌ដើម្បីកាត់ផ្ដាច់វិញ្ញាណរបស់គាត់និងកាត់ជាថ្មីការសំងំធម៌នោះបានអូសបន្លាយអស់រយៈពេលជាច្រើនសតវត្សរ៍មុនពេលចូលគាត់បានទុកបញ្ជាក់មួយរៀងរាល់សតវត្សរ៍ត្បូងកាត់ផ្ដាច់វិញ្ញាណដ៏សិនចាំងដែលបង្រួមពីឈាមរបស់គាត់ផ្ទាល់នឹងត្រូវបានបញ្ចេញអិសរជនបកក្នុងដែលត្រូវបានជ្រើសរើសនឹងយកពួកវាចូលទៅក្នុងកន្លែងសំងំធម៌របស់គាត់ដើម្បីបញ្ឆេះឈាមរបស់ពួកគេតាមរយៈត្បូងដោយបញ្ជូនឆន្ទៈសំណាងនិងវាសនាដែលបែកខ្ញែករបស់គាត់ពួកគេអាចទទួលបានការត្រាស់ដឹងនៃគម្ពីរថៃលីងក្នុងរយៈពេល400ឆ្នាំតើគ្មានសិស្សណាធ្លាប់ជោគជ័យទេឬជោគជ័យគឺជោគជ័យបរាជ័យគឺបរាជ័យនរណាម្នាក់ត្រូវតែជោគជ័យនៅទីបំផុតប៉ុន្តែ200ឆ្នាំមុនមានអ្វីខកប្រក្រតីនៅក្នុងការបណ្ដុះបណ្ដាលរបស់បុព្វបុរសផ្ទាំងជីវិតរបស់គាត់បានប្រេះហើយអាចបែកនៅពេលណាក៏បានដែលធ្វើឲ្យការឆ្លើយតបនៃឆន្ទៈរបស់គាត់ចកខ្សោយនិងពង្រឹងការរឹតបន្តឹងគ្មានត្បូងកាត់ផ្ដាច់វិញ្ញាណណាមួយបានលេចឡើងទៀតទេរហូតដល់5ឆ្នាំមុននៅពេលដែល3ត្រូវបានបញ្ជូនចេញនៅទីបំផុតដូច្នេះខ្ញុំពិតជាបានយកកន្លែងរបស់វ៉ាងតឹងហ្វីមែនមិនចម្លែកទេដែលគេស្អប់ខ្ញុំត្បូង3មានន័យថាមានតែមនុស្ស3នាក់ប៉ុណ្ណោះដែលអាចចូលបានវាក៏មានន័យថាផងដែរថានៅក្នុងដែនដីរបស់បុព្វបុរសនៅសល់តែកន្លែង3ប៉ុណ្ណោះដើម្បីទទួលបានការយល់ដឹងតាមរយៈទម្រង់របាំងពួកឯងទាំង3គឺជាសិស្សបាក់ខ្នងតែមួយគត់របស់យើងនាពេលបច្ចុប្បន្នត្បូងកាត់ផ្ដាច់វិញ្ញាណទាំង3នេះត្រូវបានផ្ដល់ឲ្យពួកឯងថាតើពួកឯងទទួលបានការត្រាស់ដឹងនៃគម្ពីរថៃលីងឬអត់អាស្រ័យលើសំណាងរបស់ពួកឯងផ្ទាល់ចូលទៅខាងក្នុងហើយចាប់យកឱកាសរបស់ពួកឯងតើនរណាក្នុងចំណោមពួកគេនឹងទទួលបានគម្ពីរថៃលីងឬតើទាំង3នឹងត្រឡប់មកវិញដោយដៃទទេម្នាក់តាមវាសនាគ្មានប្រយោជន៍ក្នុងការគិតច្រើនពេកទេខ្ញុំធ្លាប់មានក្តីសុបិនចង់ពង្រឹងបកនេះប៉ុន្តែសម្ពាធពីបកធំទាំង3របស់រដ្ឋចៅគឺធ្វើឲ្យធប់ដង្ហើមខ្ញុំអស់កម្លាំងណាស់ព្រឹទ្ធាចារ្យអ៊ូយ៉ាងមានចិត្តទន់ភ្លន់ហើយឥឡូវនេះជិតដល់ទីបញ្ចប់នៃជីវិតរបស់គាត់មិនអាចទ្រទ្រង់អំណាចបករបស់យើងបានទៀតទេនៅពេលដែលគាត់ស្លាប់និងដែលខ្លាំងបំផុតដែលនៅសល់គឺសៀងគួនស៊ូដែលគ្រាន់តែជាអ្នកបណ្ដុះបណ្ដាលកម្រិតទី9នៃការបង្រួមធាតុប៉ុណ្ណោះប្រសិនបើនរណាម្នាក់ក្នុងចំណោម3នាក់នេះទទួលបានគម្ពីរថៃលីងខ្ញុំនឹងប្រគល់តំណែងប្រមុខបកទៅឲ្យពួកគេបន្ទាប់ពីការណែនាំខ្លះខ្ញុំនឹងចូលនិវត្តន៍ទៅភ្នំការធ្វើជាប្រមុខបកគឺនឿយហត់ណាស់ដូច្នេះនេះគឺជាមេឃមិនមានផ្កាយសូម្បីតែមួយគួរឲ្យខ្លាចណាស់ខាងលើគឺជាដីដែលរឹងដោយការរឹតបន្តឹងនេះត្រូវតែជាវាំងក្រោមដីរបស់បកពិតមែនហើយនេះគឺជាភ្នូរក្រោមដីរបស់បកពឹងផ្អែកនៅពីលើពួកយើងគឺជាបកក្រៅដែលខ្ញុំបានចូលរួមពីមុនធ្លាប់ធ្វើការជាអ្នកការពារសាលដូច្នេះខ្ញុំដឹងអាចកំបាំងខ្លះដែលឯងមិនដឹងអបគឺក្រាស់ណាស់ហើយអ្វីដែលវាប៉ះមើលទៅមានពណ៌ខ្មៅនិងសគ្មានពណ៌ផ្សេងទៀតទេកុំប៉ះវាសែងនេះគឺជាការរឹតបន្តឹងយោងតាមប្រមុខបាក់ចាប់តាំងពីបុព្វបុរសចុកខ្សោយទម្រង់ទាំងនេះបានคล้ายជាមិនស្ថិតស្ថេរយកឡយើងកុំរំខានពួកវាអរគុណសិស្សច្បងប្រុសឥឡូវនេះយើងម្នាក់ត្រូវការត្បូងរបស់យើងហើយស្វែងរកកន្លែងតានឬមួយក្នុងចំណោមកន្លែងទាំង3បាទយើងមិនដឹងថាការត្រាស់ដឹងនឹងចំណាយពេលយូរប៉ុណ្ណាទេដូច្នេះយើងត្រូវរងចាំគ្នាទៅវិញទៅមកមានតែពេលដែលទាំងអស់គ្នារួចរាល់ប៉ុណ្ណោះទើបយើងអាចចាក់ចេញជាមួយគ្នាបានខ្ញុំនឹងទៅផ្លូវនោះសិស្សបងស្រីស៊ូសិស្សបងប្រុសមីងសំណាងល្អដល់អ្នកទាំងពីរខ្ញុំនឹងទៅផ្លូវនោះប្រយ័ត្នខ្លួនផងបញ្ចូលធម្មពលវិញ្ញាណ